ប្រិយមិត្តមានដឹងអត់ភេសជ្ជៈដែលយើងផឹករាល់ថ្ងៃនេះបាទគឺអាចប៉ះពាល់ដល់សុខភាពបាទទាំង10មុខនេះហើយបណ្ដាលឲ្យយើងឆាប់អាយុខ្លីផងដែរបាទភេសជ្ជៈដែលយើងផឹករាល់ថ្ងៃហ្នឹងបងប្អូនទាំងអស់គ្នាបាទមួយចំនួនបាទអញ្ចឹងចង់ដឹងថាតើអាការៈរោគក៏ដូចជាជំងឺអីខ្លះទាំង10មុខនេះដែលធ្វើឲ្យយើងអាយុខ្លីបាទនៅពេលដែលយើងផឹកភេសជ្ជៈជារៀងរាល់ថ្ងៃនោះបងប្អូនទាំងអស់គ្នាសូមជួយ share ខ្ញុំបាទនឹងលំអិតជូនបាទដូចតទៅប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីមនុស្សភាគច្រើនចូលចិត្តញ៉ាំភេសជ្ជៈកំពុងជាប្រចាំពីព្រោះថាភេសជ្ជៈប្រភេទនេះមានជាតិស្ករកាបូននិងកាហ្វេអ៊ីនដែលជួយបង្កើនថាមពលព្រមទាំងមានរសជាតិផ្អែមឆ្ងាញ់យ៉ាងណាមិញភេសជ្ជៈកំពុងជាប្រភេទកាឡូរីទទេដែលមានជាតិស្ករសុបអនិមិត្តមិនសូវមានសារធាតុចិញ្ចឹមអាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរប្រសិនបើយើងញ៉ាំវារាល់ថ្ងៃផលប៉ះពាល់នៃសុខភាពនៃការផឹកភេសជ្ជៈកំពុងមានដូចជាទី1ប្រឈមជំងឺបេះដូងនិងគ្រោះថ្នាក់សរសៃឈាមបេះដូងយោងតាមលទ្ធផលនៃការវិភាគលើជំងឺក្រិនសរសៃឈាមបេះដូងបានបង្ហាញថាការញ៉ាំភេសជ្ជៈកំពុងរាល់ថ្ងៃមានទំនាក់ទំនងនឹងការកើនឡើងនៃជំងឺបេះដូងដល់ទៅ16%បន្ថែមពីនេះការពាក់ព័ន្ធនឹងការកើនឡើងហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាលដូចគ្នាទី2ប៉ះពាល់ដល់ពោះវៀនពិតណាភេសជ្ជៈបន្ថែមជាតិស្ករជួយជំរុញការកើនឡើងនៃបាក់តេរីអាក្រក់និងផ្សិតនៅក្នុងពោះវៀនជាមួយគ្នានេះដែរភេសជ្ជៈទាំងនេះក៏អាចបណ្ដាលឲ្យមានហ្គាសនិងហើមពោះព្រមទាំងបង្កជាបញ្ហារំលាយអាហារផ្សេងទៀតដូចជាចាល់អាស៊ីតជាដើមទី3បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមភេសជ្ជៈកំពុងអាចបណ្ដាលឲ្យមានការកើនឡើងនៃជាតិស្ករក្នុងឈាមនៅពេលដែលជាតិស្ករកើនឡើងអាំងស៊ុយលីនត្រូវបានបញ្ចេញទៅក្នុងចរន្តឈាមនិងចូលទៅក្នុងកោសិកាដើម្បីបង្កើនថាមពលឬរក្សាទុកបើយើងញ៉ាំភេសជ្ជៈកំពុងរាល់ថ្ងៃជាតិស្ករក្នុងឈាមនិងអាំងស៊ុយលីនកើនឡើងពេញមួយថ្ងៃដែលអាចបង្កហានិភ័យនៃជំងឺទឹកនោមផ្អែមទី4គ្រោះថ្នាក់ដល់សុខភាពថ្លើមចូលរួមដោយផ្ទាល់ក្នុងការបំលែងជាតិស្ករពីក្នុងភេសជ្ជៈកំប៉ុងជាស្ដែងជាតិស្ករបន្ថែមនៅក្នុងភេសជ្ជៈកំប៉ុងអាចបង្កើនការផលិតជាតិខ្លាញ់ក្នុងថ្លើមព្រមទាំងអាចបង្កជាជំងឺខ្លាញ់រំថ្លើមដែលមិនមែនបណ្ដាលមកពីជាតិអាល់កុលនោះទេទី5ធ្វើឲ្យឆ្អឹងនិងធ្មេញចុះខ្សោយទន្ទឹមនឹងនេះការញ៉ាំភេសជ្ជៈកំប៉ុងរាល់ថ្ងៃក៏អាចបង្កគ្រោះថ្នាក់ដល់កាចាញ់ធ្មេញផងដែរការរួមបញ្ចូលនៃអាស៊ីតនិងជាតិស្ករអាចនាំឲ្យអញ្ចាញ់ធ្មេញយើងចុះខ្សោយដែលបង្កើនហានិភ័យនៃជំងឺប្រហោងធ្មេញក្រៅពីនេះភេសជ្ជៈកំប៉ុងក៏អាចប៉ះពាល់ដល់សុខភាពឆ្អឹងរបស់យើងដូចគ្នាពីព្រោះសារធាតុកាហ្វេអ៊ីនអាចរំខានដល់ការស្រូបយកជាតិកាល់ស្យូមក៏ដូចជានាំឲ្យបាក់ឆ្អឹង